បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការ add TubeBuddy ចូលទៅក្នុងchannel YouTube របស់យើងជាទូទៅសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នានៅពេលដែលយើងមានជា channel YouTube បងប្អូនខ្លះអាចនឹងមិនទាន់មានធ្វើការ add នៅ TubeBuddy សម្រាប់ channel YouTube ទេបាទអញ្ចឹងដូច channel របស់ខ្ញុំនេះគឺជា channel ថ្មីមួយដែរដែលខ្ញុំមិនទាន់បានធ្វើការ add TubeBuddy ចូលទៅក្នុង channel YouTube របស់ខ្ញុំទេបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមមកធ្វើការបង្ហាញអំពីរបៀបការ add TubeBuddy បាទខ្ញុំវាយពាក្យ download TubeBuddy extension បាទខ្ញុំ enter បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំនឹងធ្វើការចុច TubeBuddy for YouTube Chrome Web Store បាទខ្ញុំคลิกបន្ទាប់មកទៀតនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការចុចនៅពាក្យ add to Chrome បាទខ្ញុំ add to Chrome ខ្ញុំយកពាក្យ add extension ឥឡូវនេះសម្រាប់ការ add នៅ extension TubeBuddy វាកំពុងតែធ្វើការ download extension បាទអញ្ចឹងគឺយើងត្រូវធ្វើការរងចាំទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ការ add extension TubeBuddy នេះវាធ្វើឲ្យ channel YouTube របស់យើងជួយឲ្យវា grow ដែរបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាបើសិនជាករណីយើងមិនទាន់បានធ្វើការ add TubeBuddy អាចធ្វើការទស្សនាការបង្ហាញរបស់ខ្ញុំតាមរយៈវីដេអូមួយនេះបាទអញ្ចឹងសម្រាប់ channel YouTube បើសិនជាករណីបងប្អូននៅពេលដែលយើងមានជា channel ហើយគឺយើងគួរតែធ្វើការ add នៅ TubeBuddy TubeBuddy ចូលទៅក្នុង channel YouTube របស់យើងនិងមួយទៀតតទៅនឹងការ add នៅ vidIQ បាទអញ្ចឹងដើម្បីឲ្យ channel របស់យើងវាជួយឲ្យ suggest ទៅ viewer ដើម្បីបានវីដេអូរបស់យើងគឺមានអ្នកមើលជាងមុនហើយមួយវិញទៀតតទៅនឹងការ add vidIQ គឺវាជួយឲ្យយើងចំនួនមកពេលវេលាដែល viewer បានធ្វើការទស្សនានៃវីដេអូរបស់យើងផងដែរបាទអញ្ចឹងឥឡូវនេះសម្រាប់ការ add extension TubeBuddy ចូលទៅក្នុង channel YouTube គឺខ្ញុំបានធ្វើការ download ហើយបាទអញ្ចឹងគឺខ្ញុំត្រង់កន្លែងនេះគឺខ្ញុំនឹងធ្វើការចុចពាក្យ Grace បន្ទាប់មកទៀតគឺយើងត្រូវធ្វើការចុចនៅត្រង់កន្លែងពាក្យ Continue with Google បាទអញ្ចឹងខ្ញុំធ្វើការคลิกបន្ទាប់មកទៀតនៅត្រង់ចំណុចកន្លែងនេះដែរគឺយើងត្រូវធ្វើការជ្រើសរើសនៅ email channel YouTube របស់យើងដែលយើងកំពុងតែធ្វើការប្រើប្រាស់បាទខ្ញុំចុចពាក្យ continue បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមធ្វើការ refresh នៅ channel YouTube របស់ខ្ញុំបាទគឺឃើញថាតកតងនឹងការ sign in ជាមួយនឹង TubeBuddy គឺបានរួចរាល់ហើយបាទខ្ញុំធ្វើការចុច Grace ខ្ញុំ sign in ជាមួយនឹង YouTube ខ្ញុំចុចពាក្យ continue បាទខ្ញុំធ្វើការ select all ខ្ញុំជ្រើសរើសនៅពាក្យ continue ម្ដងទៀតបាទអញ្ចឹងគឺរួចរាល់អញ្ចឹងនៅពេលដែលវាបានធ្វើការ add នៅ TubeBuddy extension ចូលទៅក្នុង channel YouTube របស់យើងការ email មក email របស់យើងបាទអញ្ចឹងខ្ញុំនឹងធ្វើការ log ទៅ email បាទនេះគឺជា TubeBuddy ដែលបានធ្វើការ email មកហើយគឺ welcome to TubeBuddy គឺរួចរាល់បាទអញ្ចឹងនេះគឺជាវីដេអូមួយដែលខ្ញុំបានបង្ហាញអំពីរបៀបការ add នៅ
TubeBuddy extension ចូលទៅក្នុង channel YouTube បាទអញ្ចឹងបើសិនជាករណីបងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាមិនទាន់បានធ្វើការ add នៅ TubeBuddy អាចធ្វើការទស្សនាតាមរយៈការបង្ហាញរបស់ខ្ញុំមួយនេះបាទអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកធ្វើការចែករំលែកទាក់ទងនឹងការ add extension TubeBuddy ចូលទៅក្នុង channel YouTube បាទជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ